បាទជំរាបសួរលោកគ្រូក៏ដូចជាគរុនិស្សិតទាំងអស់គ្នាខ្ញុំបាទឈ្មោះធីវសុផូគឺជាគរុនិស្សិតថ្នាក់ M ដែលមានលេខរៀងទី10ហើយថ្ងៃនេះដែរខ្ញុំសូមជូនមេរៀនសង្ខេបជាវីដេអូដែលកំណត់ត្រឹម10នាទីដែលមេរៀនសង្ខេបនេះគឺពាក់ព័ន្ធជាមួយនឹងសប្តាហ៍ទី10របស់យើងដែលមានចំណងជើងថាការវិតម្លៃផលបត្តិអញ្ចឹងខ្ញុំសូមធ្វើការសង្ខេបដូចតទៅបាទចំណុចទី1ធំគឺយើងនិយាយពីបានយមន័យនៃការវិតម្លៃតាមផលបត្តិហ្នឹងអញ្ចឹងបានន័យថាការវិតម្លៃតាមផលបត្តិគឺជាដំណើរការនៃការប្រមូលផ្ដុំនិងវិតម្លៃលើកិច្ចការឬស្នាដៃរបស់សិស្សជាប្រព័ន្ធហើយដើម្បីបង្ហាញអំពីវឌ្ឍនភាពនៃការរៀនសូត្ររបស់សិស្សអញ្ចឹងបានថាយើងប្រមូលផ្ដុំស្នាដៃនេះដើម្បីឲ្យយើងអាចដឹងអំពីវឌ្ឍនភាពនៃការសិក្សារៀនសូត្ររបស់គាត់ហើយនឹងជាផុសតាងនៃសមិទ្ធផលបាទដែលពួកគាត់អាចសម្រេចបានហើយនឹងការឆ្លុះបញ្ចាំងពីកិច្ចការខិតខំរបស់រៀនសូត្ររបស់គាត់ម្នាក់ៗផងដែរអញ្ចឹងនេះគឺចំណុចមួយធំហើយយើងចូលមកដល់ចំណុចទី2គឺពាក់ព័ន្ធជាមួយនឹងចរិតលក្ខណៈសំខាន់របស់ផលបត្តិរបស់យើងអញ្ចឹងចរិតលក្ខណៈសំខាន់គឺយើងចង់និយាយសំដៅទៅលើ3ចំណុចធំហើយចំណុចទី1គឺគោលបំណងបាទមានគោលបំណងច្បាស់លាស់គោលបំណងច្បាស់លាស់គឺនិយាយអំពីការប្រមូលស្នាដៃត្រូវតែមានគោលដៅកំណត់ទុកជាមុនបាទហើយទី2គឺកាលណាមានគោលបំណងច្បាស់លាស់ទី2យើងនិយាយអំពីការចូលរួមរបស់សិស្សអញ្ចឹងការចូលរួមរបស់សិស្សហ្នឹងគឺសិស្សមានសិទ្ធិក្នុងការជ្រើសរើសកិច្ចការដែលត្រូវដាក់បញ្ចូលក្នុងផលបត្តិបាទគឺការចូលរួមរបស់សិស្សគឺសិស្សគាត់មានសិទ្ធិក្នុងការជ្រើសរើសស្នាដៃរបស់គាត់ហើយនឹងទី3គឺការឆ្លុះបញ្ចាំងបានន័យថាសិស្សត្រូវពិនិត្យនិងវិតម្លៃលើការងាររបស់ខ្លួនបាទហើយមកដល់ចំណុចទី2នេះយើងចប់ប៉ុណ្ណឹងហើយយើងចូលមកដល់ចំណុចបាទចំណុចទី3ធំបាទចំណុចទី3ធំនោះគឺនិយាយអំពីប្រភេទនៃផលបត្តិអញ្ចឹងប្រព័ន្ធនឹងប្រភេទនៃផលបត្តិនេះយើងមានទាំងអស់5បាទ5ធំដែលបាទប្រភេទទី1គឺសម្រាប់អបអរសាទរស្នាដៃល្អបាទពាក់ព័ន្ធនឹងពាក់ព័ន្ធនឹងការអបអរស្នាដៃបាទស្នាដៃដែលសិស្សឬក៏នេះទទួលបានគឺពាក់ព័ន្ធជាមួយនឹងការអបអរសាទរហើយទី2គឺបង្ហាញពីសមត្ថភាពឬសមិទ្ធផលដែលសម្រេចបានបាទបានន័យថាគាត់ទទួលបានសមិទ្ធផលឲ្យគាត់អីអញ្ចឹងទៅគាត់អាចដាក់នៅក្នុងផលបត្តិរបស់គាត់បានហើយទី3យើងផ្ដោតទៅលើកិច្ចគម្រោងការណាមួយបាទគឺគម្រោងការរបស់គាត់បាទគាត់មានគម្រោងរបៀបមិនខ្លះនឹងគឺជាប្រភេទនៃផលបត្តិមួយដែរហើយនឹងប្រភេទផលបត្តិទី4គឺបង្ហាញពីការរីកចម្រើនពីដំណាក់កាលមួយទៅដំណាក់កាលមួយបាទបានន័យថាផលបត្តិរបស់គាត់ហ្នឹងគឺផ្នែកហ្នឹងគាត់និយាយអំពីការរីកចម្រើនរបស់គាត់ពីចំណុចមួយទៅចំណុចមួយចំណុចសំដៅថាចំណុចដែលគាត់មានហ្នឹងគឺដូចជាបានន័យថាគាត់រីកចម្រើនពីចំណាក់ទីមាតនៈហ្នឹងគឺគាត់ផុសនៅក្នុងផលបត្តិរបស់គាត់គឺគាត់រៀបចំនៅក្នុងផលបត្តិគាត់ផ្នែកហ្នឹងទៅហើយនឹងចំណុចចុងក្រោយចំណុចទី5គឺផលបត្តិបែប digital បានន័យថាបាទមានសារៈសំខាន់ក្នុងការរក្សាទុកបានយូរមានសុវត្ថិភាពហើយនឹងងាយស្រួលក្នុងការកែសម្រួលហ្នឹងហើយយើងចង់កែសម្រួលពេលណាក៏បានដែរសម្រាប់ផលបត្តិរបស់យើង digital ហ្នឹងអញ្ចឹងផលបត្តិនៅក្នុង digital នេះគឺបាទយើងបង្កើតផលបត្តិហ្នឹងស្រួលដែរដោយសារតែដូចជាគេហទំព័រមួយអញ្ចឹងយើងអាចកែសម្រួលពេលណាក៏បានហើយវាដូចជាជំនួសឲ្យ CV ដែលគេពីមុនយើងពេញនិយមក្នុងការប្រើប្រាស់ CV តែនេះផលបត្តិ digital នេះគឺងាយស្រួលបាទយើងតើណាងាយស្រួលដាក់តាមខ្លួនយើងមានតែគេហទំព័ររបស់យើងផ្ទាល់ខ្លួនមានតែយើងអាចឆែកយើងអាចចូលមើលអីបានយើងអាចកែតម្រូវបានបាទហើយបាទចំណុចទី4ធំបាទចំណុចទី4ធំយើងនិយាយពីគុណសម្បត្តិនិងគុណសម្បត្តិវាអញ្ចឹងសរុបមកឥឡូវគុណសម្បត្តិយើងនិយាយអំពីបាទទី1ជួយឲ្យសិស្សស្វែងសិក្សាវិតម្លៃខ្លួនឯងបាទអាចឲ្យសិស្សវិតម្លៃខ្លួនឯងបានហើយទី2គឺបង្កើនលើកទឹកចិត្តការរៀនសូត្ររបស់គាត់បាទហើយផ្ដោតទៅលើចំណុចខ្លាំងនិងចំណុចខ្សោយរបស់សិស្សអាចបត់បែនសមត្ថភាពរបស់ពួកគាត់ផងដែរហើយច្បាយចំពោះគុណវិបត្តិយើងអាចនិយាយបានថាportfolio ហ្នឹងគឺឬក៏ផលបត្តិហ្នឹងគឺចំណាយពេលច្រើនក្នុងការរៀបចំចំណាយពេលក្នុងការរៀបចំពីហើយនឹងការដាក់បន្ទុកគឺពិបាកដែរហើយទី3គឺពិបាកធានាភាពជឿជាក់នៃបន្ទុកហ្នឹងក៏វាពិបាកដែរអញ្ចឹងនឹងមួយទៀតគឺការពិបាកក្នុងការបណ្ដុះបណ្ដាលគ្រូបាទគ្រូត្រូវការបណ្ដុះបណ្ដាលពួកគាត់ដើម្បីពួកគាត់មានជំនាញទៅលើហ្នឹងមិនអាចរៀបចំផលបត្តិនឹងបានហើយនឹងមួយទៀតពាក់ព័ន្ធជាមួយនឹងបេដាសិស្សគាត់មានផលលំបាកបាទពេលខ្លះគាត់អត់ទៅយល់អំពីបញ្ហាហ្នឹងទេហើយបច្ចេកទេសក្នុងការធ្វើវីដេអូផ្សេងឬក៏ការរៀបចំផ្សេងពាក់ព័ន្ធ digital គឺមានបេដាសិស្សគាត់មានផលលំបាកច្រើន
បាទអញ្ចឹងក្នុងនាមយើងជាគ្រូផងអ្នកសិក្សាផងក៏នៅតែមានផលបាក់ទៅលើផ្នែកហ្នឹងដែរអញ្ចឹងយើងគិតថាសម្រាប់មេដាបេដាសិស្សប្រកបជាមានផលបាក់ខ្លាំងជាងយើងទ្វេដងបាទអញ្ចឹងពាក់ព័ន្ធចំណុចទី5បាទចំណុចទី5ធំគឺសំដៅទៅលើបាទជំហានទាំង9ក្នុងការរៀបចំនិងអនុវត្តដើម្បីឲ្យមានការវិតម្លៃមានប្រសិទ្ធភាពបាទបានជំហានទាំងអស់គឺមាន9ដើម្បីឲ្យមានការរៀបចំនិងអនុវត្តទៅវាមានប្រសិទ្ធភាពបាទអញ្ចឹងដំបូងផុតគឺកំណត់គោលដៅបាទកំណត់គោលដៅទី1កំណត់គោលដៅបាទទី2កំណត់រចនាសម្ព័ន្ធបាទទី3កំណត់ខ្លឹមសារដែលត្រូវដាក់បញ្ចូលបាទទី4គឺកំណត់ការណែនាំស្វ័យវិតម្លៃនិងលក្ខណៈវិនិច្ឆ័យដាក់បន្ទុកបាទហើយទី5គឺពិនិត្យឡើងវិញជាមួយសិស្សបាទទី6គឺការដាក់ខ្លឹមសារចូលក្នុងផលប័ណ្ណបាទទី7សិស្សស្វ័យវិតម្លៃលើស្នាដៃខ្លួនឯងទី8គ្រូវិតម្លៃនិងផ្ដល់ព័ត៌មានត្រឡប់បាទហើយនឹងទី9ចុងក្រោយគឺកិច្ចប្រជុំរវាងគ្រូបាទកិច្ចប្រជុំរវាងគ្រូហើយនឹងសិស្សជាមួយនឹងបិតាសិស្សផងដែរអញ្ចឹងមកថាចំណុចជំហានទាំង9នេះគឺសំដៅទៅលើថាបាទសំដៅទៅលើថាជំហានដែលដើម្បីឲ្យធ្វើការរៀបចំក៏ដូចជាអនុវត្តទៅដើម្បីឲ្យវាមានប្រសិទ្ធភាពបាទជាងត្រូវរៀបចំជាជំហានតាមឋានៈអញ្ចឹងដើម្បីឲ្យមានប្រសិទ្ធភាពបាទអញ្ចឹងដូចជាបងអស់នឹងហើយដែលជាជំហានទាំង9អញ្ចឹងដូចខ្ញុំសូមសង្ខេបឡើងវិញជំហានទាំង9គឺដំបូងយើងនិយាយអំពីបាទការកំណត់គោលបំណងយើងបាទគោលបំណងដែលយើងបង្កើតផលប័ណ្ណឡើងនៅក្នុងគោលបំណងអីបាទគោលបំណងរបស់យើងគឺត្រូវបានត្រូវជាក់លាក់បាទគោលបំណងបើយើងចង់ស្វ័យសិក្សាយើងចង់ធ្វើការដាក់បន្ទុកទៅលើសិស្សឬក៏គោលបំណងក្នុងគោលបំណងថាឲ្យយើងអាចដាក់បន្ទុកទៅលើសិស្សហើយអាចតាមដានការសិក្សារបស់សិស្សបាទតាមដានការវិវត្តរបស់គាត់ពីមាត្រាទៅមាត្រាអីចឹងទៅហើយក៏ដូចជាអាចតាមដានជាលក្ខណៈបុគ្គលផងដែរនេះគឺជាគោលបំណងបាទបើយើងកំណត់គោលបំណងហើយយើងកំណត់រចនាសម្ព័ន្ធទៀតបាទរចនាសម្ព័ន្ធដល់ទៅលើទម្រង់ឬ digital បាទយើងរៀបចំឲ្យគាត់របៀបមិនគាត់ត្រូវដាក់ផលប័ណ្ណគាត់តាមចំណុចមួយដោយរបៀបណាខ្លះបាទយើងបង្កើតទំព័របើឲ្យគាត់ឬក៏ឲ្យគាត់បង្កើតទំព័រយើងត្រូវកំណត់ឲ្យគាត់ថាគាត់ត្រូវដាក់ចំណុចណាចូលទៅចំណុចណាថាឧទាហរណ៍ថាមេរៀនណាមួយឬក៏ចំណុចណាមួយឬក៏លំហាត់ណាមួយគាត់ត្រូវដាក់ចូលទៅចំណុចណាបាទហើយនឹងមកបន្តមកទៀតគឺពាក់ព័ន្ធជាមួយនឹងបាទកំណត់ខ្លឹមសារដែលត្រូវដាក់បញ្ចូលបាទខ្លឹមសារបាទសំខាន់បាទកំណត់ខ្លឹមសារគាត់ទៅបាទខ្លឹមសារនិយាយពីអីបាទមេរៀនឬក៏លំហាត់អីចឹងទៅបាទបន្តមកទៀតកំណត់ការណែនាំស្វ័យបាទយើងដាក់បន្ទុកជូនគាត់បាទកំណត់ការណែនាំឲ្យស្វ័យវិតម្លៃជូនគាត់យើងកំណត់បន្ទុកជូនគាត់បាទពិនិត្យឡើងវិញជាមួយសិស្សបាទយើងត្រូវពិនិត្យឡើងវិញទៀតបាទនៅពេលដែលរៀបចំហើយយើងត្រូវការពិនិត្យឡើងវិញអស់គ្នាគឺទាំងគ្រូទាំងសិស្សគឺជាពិនិត្យឡើងវិញដាក់ខ្លឹមសារចូលក្នុងផលប័ណ្ណបាទន័យថាពេលដែលយើងពិនិត្យរួចរាល់ហើយយើងត្រូវការដាក់ខ្លឹមសារបន្ថែមទៀតក្នុងចូលក្នុងផលប័ណ្ណរបស់យើងបាទហើយគ្រូវិតម្លៃក្នុងព័ត៌មានត្រឡប់បានន័យថានៅពេលដែលចុងក្រោយហ្នឹងគឺយើងត្រូវមានការវិតម្លៃមកគ្រូហ្នឹងដល់ព័ត៌មានត្រឡប់ទៅពួកគាត់បាទថាគាត់ត្រូវកែប្រែចំណុចណាខ្លះឬក៏គាត់ធ្វើបានចំណុចល្អណាហើយនឹងកន្លែងណាដែលគាត់ត្រូវកែតម្រូវបាទហើយនឹងចុងក្រោយផុតគឺកិច្ចប្រជុំរវាងគ្រូហើយនឹងសិស្សនឹងឯងដើម្បីពិភាក្សាអំពីលទ្ធផលបានន័យថាត្រូវតែពិភាក្សាគ្នាដើម្បីទៅជួបប្រជុំគ្នាបាននិយាយគ្នាបាទមាត្រីមាសម្ដងអញ្ចឹងទៅដើម្បីឲ្យគាត់អាចរៀបចំក៏ដូចជាតាមដានគាត់ឲ្យបានច្បាស់លាស់បាទ3ខែម្ដងអីទៅឬក៏បាទបើយើងធ្វើឲ្យបាន3ខែម្ដងគឺល្អដើម្បីឲ្យការវិតម្លៃរបស់យើងបាទមានសុក្រិតភាពក៏ដូចជាសិស្សទទួលបាននៅចំណុចអ្វីដែលគាត់ត្រូវកែលម្អក៏ដូចជាអ្វីដែលគាត់ធ្វើបានល្អបាទអញ្ចឹងបាទមេរៀននេះគឺបាទមានលក្ខណៈសំខាន់សម្រាប់សង្គម digital បច្ចុប្បន្នអញ្ចឹងបើសិនយើងអាចរៀបចំបានគឺជារឿងល្អមួយបាទសម្រាប់សង្គមជាតិយើងទាំងមូលអញ្ចឹងពាក់ព័ន្ធជាមួយនឹងមេរៀននេះខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងហើយដោយសារតែយើងមានរយៈពេលត្រឹមតែ10នាទីអញ្ចឹង
ខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងលោកគ្រូខ្ញុំសូមជម្រាបលាក៏ដូចជាអរគុណលោកគ្រូអ្នកគ្រូទាំងអស់ដែលបានចូលស្ដាប់ផងដែរបាទសូមអរគុណ